បងប្អូនទាំងអស់គ្នានាងខ្ញុំវ៉ាន់សុចិន្តាពីមានជាម្ដងតាគណៈនៃនឹងហេតុតែវត្ថុ AFT Center ក្នុងឱកាសនេះអ្នកគ្រូសូមចែករំលែកអំពីដកដើមទុន Withdraw ការបញ្ចប់វគ្គនេះសិស្សនឹងទទួលយល់ដឹងអំពីការដកដើមទុនប្រភេទនៃការដកដើមទុននិងរបៀបការកត់ត្រានៃការដកដើមទុន Withdraw នៅក្នុងគណៈនៃការដកប្រាក់ដែលគេដឹងថាទៅលើទង្វើរបស់ម្ចាស់ឬម្ចាស់ភាគហ៊ុនដែលយកមូលនិធិឬទ្រព្យសម្បត្តិពីអាជីវកម្មសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនដែលត្រូវបានកត់ត្រាថាជាការកាត់បន្ថយភាគហ៊ុនរបស់ម្ចាស់តែម្ចាស់ដកដើមទុនវានឹងកាត់បន្ថយភាគហ៊ុនរបស់ម្ចាស់នៅក្នុងអាជីវកម្មរបស់ខ្លួនឬនៅក្នុងក្រុមហ៊ុនរបស់ខ្លួនដកដើមទុនវាកើតឡើងនៅសម្រាប់ដកដើមទុនយកទៅចំណាយផ្ទាល់ខ្លួនឬកើនឡើងនៅពេលដែលភាគហ៊ុនភាគទស្សនៈណាមួយសម្រាប់យកភាគហ៊ុនរបស់ខ្លួនចេញនិងថយចុះវិញនៅពេលបិទបញ្ជីជំរះផ្ទេរសារពើពន្ធដែលគេហៅថាចុងឆ្នាំបិទបញ្ជីគណនេយ្យបើសិនជាការដកដើមទុនជាសាច់ប្រាក់ចំនួនទឹកប្រាក់ដែលបានកត់ត្រាគឺជាចំនួនពិតប្រាកដដែលត្រូវបានដកបើសិនជាការដកដើមទុនជាការដកទំនិញទ្រព្យសកម្មឬទ្រព្យសម្បត្តិផ្សេងទៀតចំនួនទឹកប្រាក់ដែលបានកត់ត្រាទុកជាតម្លៃនៃទ្រព្យសកម្មទាំងនោះសូមស្វែងយល់ពីសម័យកាលនៃការដកដើមទុន Withdrawing ដកដើមទុនកើនឡើងនៅខាង debit ហើយក៏ថយចុះវិញនៅខាង creditដើម្បីស្វែងយល់បានកាន់តែច្បាស់អំពីការកត់ត្រាការដកដើមទុនសូមមើលឧទាហរណ៍ខាងក្រោមជាបន្តបន្ទាប់នេះជាឧទាហរណ៍ពីការកត់ត្រាដកដើមទុនឧទាហរណ៍ទី1ក្រុមហ៊ុនវិចិត្រ Cambodia Co Ltd ជាក្រុមហ៊ុនដែលបានបង្កើតឡើងក្នុងកំឡុងឆ្នាំ2022ដែលមានដើមទុនសរុប$10,000ដោយនៅថ្ងៃទី30ខែ12ឆ្នាំ2024លោកវិចិត្រដែលជាប្រធានក្រុមហ៊ុនបានសម្រេចចិត្តដកដើមទុន 15% ពីចំនួនដើមទុនសរុបដើម្បីយកមកប្រើប្រាស់ផ្ទាល់ខ្លួនចូលកត់ត្រាប្រតិបត្តិការនេះថ្ងៃទី30ខែ12 2024 Withdraw ចំនួន$15,000យើងយក10,000គុណនឹង 15% ស្មើនឹង$15,000 អញ្ចឹងយើងដាក់ខាង debit $15,000 Withdraw នេះជាគណនីដកដើមទុនរបស់ម្ចាស់ក្រុមហ៊ុនដូច្នេះវាត្រូវចុះនៅខាង debit ចំណាយឲ្យ bank នេះជាទ្រព្យសកម្មវាថយចុះនៅពេលដែលដកលុយយកមកចំណាយដូច្នេះត្រូវចុះវានៅខាង credit debit និង credit ត្រូវតែស្មើគ្នា$15,000លំហាត់ទី2ដែលតាក់ទងជាមួយនឹងលំហាត់ទី1ខាងលើនៅទី31ខែ12ឆ្នាំ2024ក្រុមហ៊ុនវិចិត្រ Cambodia Co Ltd បានធ្វើការជំរះផ្ទេរគណនីចំណាយដកដើមទុនរបស់ម្ចាស់ក្រុមហ៊ុនដើម្បីទទួលបានសមបន្តចុងក្រោយនិងដើម្បីយោងទៅឆ្នាំបន្ទាប់ហើយគណនីចំណាយដកដើមទុនត្រូវបានជំរះផ្ទេរបិទចំនួន$15,000ចូលកត់ត្រាប្រតិបត្តិការនេះថ្ងៃទី31ខែ12 2024 Description Capital មូលធន Capital ខ្មែរគេហៅថាមូលធននេះ$15,000ដែលដកនៅលំហាត់ទី1គឺចុះនៅខាង debit អញ្ចឹងយើងត្រូវកំណត់ចំណាំថា Capital ជាគណនីដើមទុនវាកើនឡើងនៅពេលដែលវិនិយោគបន្ថែមហើយត្រូវចុះនៅខាង credit ហើយថយចុះនៅវិញនៅ debit នៅពេលដែលមានការដកដើមទុនដូច្នេះត្រូវផ្ទេរគណនីពីខាង credit ឲ្យទៅខាង debit វិញ Capital នេះដើមឡើយគឺនៅខាង credit អញ្ចឹងនៅពេលដែលផ្ទេរព្រោះអីយើងដកដើមទុនវាថយនៅខាង debit វិញអញ្ចឹងថ្ងៃទី31ខែ12 2024 Withdraw ជាគណនីដើមទុនវាថយចុះនៅពេលដែលជំរះផ្ទេរបិទបញ្ជីដូច្នេះត្រូវចុះវានៅខាង credit វិញអញ្ចឹងលំហាត់ខាងលើគឺយើងចុះវានៅខាង debit $15,000អញ្ចឹងយើងជំរះបិទបញ្ជីចុងឆ្នាំវិញវាថយចុះយើងចុះបិទវានៅខាង credit វិញជាលទ្ធផលនៅថ្ងៃទី30ខែ12 2024ការដកដើមទុនដែលចាប់ផ្ដើមដំបូងហ្នឹងនៅយោងតាមលំហាត់ទី1$15,000នៅថ្ងៃទី31ខែ12 2024ការដកដើមទុនតែត្រូវផ្ទេរបិទវិញនៅឧទាហរណ៍ទី2ហ្នឹង$15,000អញ្ចឹង Withdrawing ending balance គឺ0កំណត់ចំណាំគណនី Withdrawing ពេលដកសាច់ប្រាក់ទៅចុះ Withdraw ខាង debit និង bank ជាទ្រព្យសកម្មនៅខាង credit ហើយនៅពេលដែលបិទបញ្ជីគណនីចុងឆ្នាំហ្នឹងចុះ capital នៅខាង debit និង withdraw ខាង credit វិញអញ្ចឹងMr. វិចិត្រមូលធនដែលគេហៅ capital ហ្នឹង$10,000 withdraw ដកដើមទុន$15,000 Mr. វិចិត្រមូលធន ending balance នៅសល់$15,000បងប្អូនទាំងអស់គ្នាចង់ទទួលបានចំណេះដឹងពីការកត់ត្រាបញ្ជីគណនីនិង
ជំនាញរៀបចំបញ្ជីគណនេយ្យសូមទំនាក់ទំនងចុះឈ្មោះចូលរៀននៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលគណនេយ្យនិងហិរញ្ញវត្ថុ AFT Center រយៈ Facebook Page AFT Center ឬកាន់តែច្បាស់អំពីជំនាញគណនេយ្យទៀតសូមចូលមើលនៅក្នុង website aft.center.com ឬក៏ប្រឹក្សាយោបល់តាមលេខទូរស័ព្ទ068 79 7000 ឬ016 38 7000 អរគុណ